នេះជាសកម្មភាពរបស់ខ្ញុំទៅទិញបន្លែទៅទិញគ្រឿងទាំងអស់សម្រាប់ធ្វើនំបញ្ចុក500ចានថ្ងៃស្អែកជីទៅបងប្អូនណែនាំខ្ញុំទៅទិញគ្រឿងមកពីកន្លែងបោះដូងប៉ុន្តែខ្ញុំរស់នៅផ្សារវត្តលៀបដោយសារថាកន្លែងហ្នឹងគឺកន្លែងខ្ញុំទិញរាល់ថ្ងៃជាងខ្ញុំទៅទិញគ្រឿងទាំងអស់នៅកន្លែងវត្តលៀបសិនបើខ្វះអីទៀតខ្ញុំទៅទិញ Hero នៅកន្លែងផ្សារផ្សេងទៀតខ្ញុំទៅថ្ងៃបន្តិចបន្តែមានអីទៅរកគ្រឿងនៅផ្សារលៀបតោះបងស្រីអ្នកលក់នំបញ្ចុកមកទិញជាមួយខ្ញុំដែរព្រោះខ្ញុំអត់សូវស្គាល់គ្រឿងទាំងអស់តោះទៅរកអញ្ចឹងឥឡូវផ្សារវត្តលៀបអស់ត្រៃហែទិញនៅកន្លែងផ្សេងស៊ីស្រីអូនញ៉ាំទិញទាំងអស់អត់យកតានេះទេអានេះវាពុះហើយមកទាំងអស់អូស្លឹកក្រៃ1500ស្លាប់ខ្លួនឯងបងស្លាទឹកខ្លួនឯងហើយចង់ឲ្យចង់ធ្វើឡើងនេះលក់ឡើងខ្លួនឯងយើងធ្វើខ្លួនឯងព្រោះខ្ញុំអត់ចេះអូអាស្ករសិតអត់យកឲ្យលាយយក5គីឡូបង5អូខេក៏ហោមសិត Oh my really ឈ្ងុយអត់ស្ងួយណាស់ឆ្ងាញ់ណាស់ឥឡូវយើងទិញគ្រឿងហើយយើងទៅផ្សារបញ្ឈូកតើយើងអរគុណច្រើនបងយើងមកដល់ផ្សារបញ្ឈូកហើយមកទិញត្រីផ្ទក់ជួយទិញគ្នាឥឡូវយើងទិញត្រីហើយប្រហែលអស់15គីឡូទៅទិញគ្រឿងផ្សេងទៀតតើយើងមកទិញគ្រឿងនំបញ្ចុកចានំបញ្ចុកមានអូខេ500ចានចឹងបងយើងត្រូវការចាគ្រឿងម៉ានអញ្ច្រើនបងភីសម្រាប់ sponsor គ្រឿងនំបញ្ចុកគ្នាហើយឲ្យគ្រឿង free ចាល្អមែនទែនចាល្អមែនទែនបងប្អូនចង់បានគ្រឿងគ្រប់អានទិញមកនៅផ្សារបញ្ឈប់ចេញទៅក្រៅប្រទេសក៏មានដែរបងប្អូននៅក្រៅប្រទេសចង់កំងយកទៅស្លនៅអាមេរិកនៅជប៉ុនកាណាដាអូស្ត្រាលីអីទាំងអស់បានផ្ញើតាមក្រុមហ៊ុនអរគុណច្រើនបងចាល្អមែនទែនមកទិញខ្នោះក៏លហងជំនួ79អ្នកលក់ប្រាប់ចឹងណាអោស្រី79ស្រី79ឥឡូវត្រីអស់15គីឡូហើយអីទៅទិញអីទៀតទៅផ្ទះបន្ទាប់ពីខ្ញុំដើរផ្សារមកសុំវិញរួចព្រឹកឡានខ្ញុំត្រូវទៅទិញបន្លែស្រស់ដូចជាបន្លែបៃតងហើយក៏បានទិញតាយ៉ងចេកបន្ថែមដូចទិញបន្លែឡើងមួយសបាំងធំហើយក៏ទិញសណ្តែកវែងជីវែងធ្វើនំបញ្ចុកប្រាគ្រឿងច្រើនបងប្អូនទិញ2ថ្ងៃអត់ត្រឹមតែអស់ហើយក៏ជាងយកខ្ទិះដូងឡើង15គីឡូដូច15ចឹងខ្ញុំដើរផ្សារយួរដូចយើងយ៉ងគេមើលខ្ញុំគ្រប់គ្នាបងប្អូនមើលខ្ញុំប្លែកមែនអូបងប្អូនហត់ឥឡូវរួចអស់ហើយតើយើងទៅផ្ទះជួបគ្នាក្នុងវីដេអូទី3បាយបាយបងប្អូន